បាទសូមស្វាគមន៍បងប្អូនទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំម្ដងទៀតជាមួយនឹងការនិទានសាច់រឿងហើយនឹងការសង្ខេបលម្អិតអំពីប្រវត្តិរបស់តួអង្គព្រះពិសិដ្ឋដែលជាសត្រូវហើយនឹងជាតួដែលចិត្តអាក្រក់ដែលខ្លាំងជាងគេបំផុតដែលស្ថិតនៅក្នុងរឿង Dragon Prince យ័ន្តឬក៏រឿងស្ដេចនាគពិសិដ្ឋហើយក៏ជាអ្នកដែលបានរៀបចំគម្រោងការទាំងអស់ដែលស្ថិតនៅក្នុងរឿងទាំង5ដូចគ្នាមានដូចជារឿង Dragon Prince យ័ន្តរឿង The Great Ruler រឿង Absolute Resonance រឿង Battle Through the Heaven ហើយនឹងរឿង Master Universe ដូចគ្នាហើយកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅវីដេអូនេះការសង្ខេបអំពីប្រវត្តិរបស់ព្រះពិសិដ្ឋតែម្ដងសាច់រឿងរបស់យើងចាប់ផ្ដើមឡើងព្រះពិសិដ្ឋគឺជាសត្រូវនិងជាតួអង្គចិត្តអាក្រក់ដែលខ្លាំងជាងគេបំផុតដែលស្ថិតនៅក្នុងរឿង Dragon Prince យ័ន្តដែលយើងហៅថារឿងស្ដេចនាគពិសិដ្ឋទាំងឯងហើយក៏ជាអ្នកដែលខ្លាំងជាងគេដែលស្ថិតនៅក្នុងពិភពធានយ័ន្តដូចគ្នានៅក្នុងពេលបច្ចុប្បន្នហើយមូលហេតុដែលព្រះពិសិដ្ឋគឺជាអ្នកដែលខ្លាំងជាងគេដែលស្ថិតនៅក្នុងពិភពធានយ័ន្តហ្នឹងគឺដោយសារតែព្រះពិសិដ្ឋបច្ចុប្បន្នហ្នឹងគឺមានកម្រិតទី10គឺជាកម្រិត Guardian ពីព្រោះឯនៅក្នុងរឿង Dragon Prince យ័ន្តហ្នឹងគឺមាន10កម្រិតតែប៉ុណ្ណោះហើយកម្រិតទី10កម្រិត Guardian ហ្នឹងគឺជាកម្រិតចុងក្រោយគេបង្អស់នៅក្នុងរឿងដោយកម្រិត Guardian កម្រិតទី10ហ្នឹងគឺគេបែងចែកវាទៅជា3ថ្នាក់មានដូចជាព្រះចំណាត់ថ្នាក់ទី1ព្រះចំណាត់ថ្នាក់ទី2ហើយនិងព្រះចំណាត់ថ្នាក់ទី3ហើយបច្ចុប្បន្នហ្នឹងគឺព្រះពិសិដ្ឋហ្នឹងគឺស្ថិតនៅក្នុងព្រះចំណាត់ថ្នាក់ទី2ហើយនៅម្នាក់ទៀតដែលខ្លាំងប្រហាក់ប្រហែលជាមួយនឹងព្រះពិសិដ្ឋដូចគ្នាគឺជាយ៉ាវយ៉ាវដែលជាតួឯកស្រីនៅក្នុងរឿង Dragon Prince យ័ន្តដូចគ្នាប៉ុន្តែនៅក្នុងពេលបច្ចុប្បន្នហ្នឹងគឺថាយ៉ាវយ៉ាវមិនទាន់បានដាស់ស្មារតីដល់ទេវភាពរបស់ព្រះទី3នៅឡើយទេដូច្នេះហើយទើបបច្ចុប្បន្នហ្នឹងព្រះពិសិដ្ឋហ្នឹងគឺជាអ្នកដែលខ្លាំងជាងគេដែលស្ថិតនៅក្នុងពិភពធានយ័ន្តទាំងមូលតែម្ដងដែលជាព្រះចំណាត់ថ្នាក់ទី2នឹងឯងប៉ុន្តែចំពោះមនុស្សសត្វផ្សេងៗទៀតដែលស្ថិតនៅក្នុងពិភពធានយ័ន្តទាំងមូលបច្ចុប្បន្នហ្នឹងគឺមិនទាន់មានអ្នកបង្កើតណាអាចឡើងទៅដល់កម្រិតទី10ដែលជាកម្រិតព្រះនឹងបាននោះទេគឺមានតែព្រះពិសិដ្ឋនៃពូជសាសន៍ពិសិដ្ឋតែប៉ុណ្ណោះដែលអាចឡើងទៅដល់ហើយអ្នកផ្សេងទៀតដែលស្ថិតនៅក្នុងពិភពធានយ័ន្តទាំងមូលបច្ចុប្បន្នហ្នឹងគឺវឹកហាត់ឡើងដល់កម្ពូលខ្ពស់បំផុតហ្នឹងគឺត្រឹមកម្រិតទី9គឺជាកម្រិតសៀនរាមដែលបកជាខ្មែរមកកម្រិតបរិសុទ្ធហើយកម្រិតបរិសុទ្ធដែលជាកម្រិតទី9ហ្នឹងគឺគេបែងចែកវាទៅជា4ថ្នាក់ទៀតមានដូចជាបរិសុទ្ធផ្កាឈូក1បរិសុទ្ធផ្កាឈូក2បរិសុទ្ធផ្កាឈូក3ហើយនិងពាក់កណ្ដាលជំហានព្រះហើយអ្នកខ្លាំងបំផុតគឺអស់ត្រឹមតែបរិសុទ្ធផ្កាឈូក3ថ្នាក់កម្ពូលតែប៉ុណ្ណោះដែលស្ថិតនៅក្នុងពិភពធានយ័ន្តទាំងមូលតែម្ដងដែលអ្នកខ្លាំងត្រឹមកម្រិតបរិសុទ្ធផ្កាឈូក3ថ្នាក់កម្ពូលហ្នឹងដោយនៅខាងពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វហ្នឹងគឺមាន3នាក់ដែលសរុបចូលគ្នាទៅដែលស្ថិតនៅក្នុងទីសក្ការៈអូមេហ្គាដែលនៅខាងពូជសាសន៍សត្វហើយនិងពូជសាសន៍មនុស្សនឹងហើយចំនួន7នាក់ទៀតដែលស្ថិតនៅក្នុងកម្រិតទី9បរិសុទ្ធផ្កាឈូក3កម្ពូលនឹងគឺនៅខាងពូជសាសន៍ពិសិដ្ឋឯណោះហើយដូច្នេះហើយនៅខាងពូជសាសន៍ពិសិដ្ឋនឹងគឺមានបរិសុទ្ធផ្កាឈូក3កម្ពូលចំនួន7នាក់ហើយនៅក្នុងពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វនឹងគឺមានតែ3នាក់តែប៉ុណ្ណោះដូច្នេះហើយនៅក្នុងពេលបច្ចុប្បន្ននឹងទើបព្រះពិសិដ្ឋនឹងគឺជាអ្នកដែលខ្លាំងជាងគេដែលស្ថិតនៅក្នុងពិភពធានយ័ន្តទាំងមូលតែម្ដងដោយយើងមិនទាន់រាប់បញ្ចូលយ៉ាវយ៉ាវដែលស្ថិតនៅក្នុងពូជសាសន៍មនុស្សទេដោយសារតែយ៉ាវយ៉ាវបច្ចុប្បន្ននឹងគឺមិនទាន់បាត់ដាស់ស្មារតីដល់ទេវភាពព្រះទី3របស់យើងនៅឡើយទេដូច្នេះហើយយើងមិនទាន់អាចរាប់បញ្ចូលបាននោះឡើយហើយមួយវិញទៀតគឺថាព្រះពិសិដ្ឋនឹងគឺមនុស្សសត្វគ្រប់គ្នាដែលស្ថិតនៅក្នុងពិភពធានយ័ន្តនឹងគឺបានដាក់ឈ្មោះឲ្យមួយទៀតថាគឺជាព្រះនៃការបំផ្លាញពីព្រោះព្រះពិសិដ្ឋនេះគឺបានកើតឡើងមកក្រោយពេលដែលនាគបុព្វបុរសបានបូជាខ្លួនឯងដើម្បីបង្កើតពិភពធានយ័ន្តឡើងមកដោយនាគបុព្វបុរសនៅពេលដែលគាត់បូជាខ្លួនឯងនឹងគឺគាត់មានកម្រិតទី10គឺជាកម្រិត Guardian ដែលជាព្រះចំណាត់ថ្នាក់ទី1ដែលខ្លាំងជាងព្រះពិសិដ្ឋទៅទៀតដោយព្រះពិសិដ្ឋបច្ចុប្បន្នហ្នឹងគឺគ្រាន់តែជាព្រះចំណាត់ថ្នាក់ទី2តែប៉ុណ្ណោះប៉ុន្តែនៅពេលដែលព្រះពិសិដ្ឋបានកើតឡើងមកហើយគឺថាព្រះពិសិដ្ឋហ្នឹងគឺមិនបានពេញចិត្តនឹងការបង្កើតជីវិតរបស់នាគបុព្វបុរសនោះទេដូច្នេះហើយព្រះពិសិដ្ឋក៏ចាប់ផ្ដើមបង្កើតនៅពូជសាសន៍ពិសិដ្ឋដោយខ្លួនឯងឡើងមកតែម្ដងហើយពូជសាសន៍ពិសិដ្ឋដែលបានបង្កើតឡើងដោយព្រះពិសិដ្ឋហ្នឹងបើនិយាយពីកម្លាំងហើយនឹងទេពកោសល្យវិញគឺខ្លាំងជាងពូជសាសន៍មនុស្សហើយនឹងពូជសាសន៍សត្វដែលបានបង្កើតឡើងដោយនាគបុព្វបុរសទៅទៀតនៅពេលដែលព្រះពិសិដ្ឋហ្នឹងបានបង្កើតពួកគេឡើងមកដូច្នេះហើយនៅពេលដែលព្រះពិសិដ្ឋបានបង្កើតពូជសាសន៍ពិសិដ្ឋឡើងមកហើយគឺថាព្រះពិសិដ្ឋហ្នឹងក៏ចាប់ផ្ដើមធ្វើការសម្លាប់រង្គាលទៅលើពូជសាសន៍មនុស្សហើយនឹងពូជសាសន៍សត្វដែលបានបង្កើតឡើងដោយនាគបុព្វបុរសបន្តិចម្ដងដោយចាត់ទុកពូជសាសន៍មនុស្សហើយនឹងពូជសាសន៍សត្វហ្នឹងគឺជាទាសកររបស់ពួកគេទាំងអស់តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នប៉ុន្តែទោះជាយ៉ាងណាក៏ដោយប៉ុន្មានឆ្នាំក្រោយមកទៀតហ្នឹងដោយសារតែការគៀបសង្កត់របស់ពូជសាសន៍ពិសិដ្ឋខ្លាំងពេកដូច្នេះហើយពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វហ្នឹងក៏បានរួមដៃគ្នាធ្វើសង្គ្រាមប្រឆាំងបោះបោជាមួយនឹងពូជសាសន៍ពិសិដ្ឋតែម្ដងដើម្បីរួចផុតពីចំណងទាសករដែលពូជសាសន៍ពិសិដ្ឋហ្នឹងបានដាក់មកលើពួកគេហើយចាប់តាំងពីពេលហ្នឹងមកសង្គ្រាមលោកលើកទី1ក៏បានចាប់ផ្ដើមឡើងភ្លាមៗតែម្ដងប៉ុន្តែនៅក្នុងពេលសង្គ្រាមនឹងព្រះពិសិដ្ឋក៏បានចេញមុខមកដោយផ្ទាល់តែម្ដងដើម្បីធ្វើការសម្លាប់រង្គាលទៅលើពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វដែលបានបង្កើតឡើងដោយនាគបុព្វបុរសចោលទាំងអស់តែម្ដងហើយមូលហេតុដែលព្រះពិសិដ្ឋបានចេញមុខមកដោយផ្ទាល់ដើម្បីសម្លាប់ពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វផ្សេងៗទៀតហ្នឹងគឺដោយសារតែព្រះពិសិដ្ឋហ្នឹងគឺបានគិតថាឆន្ទៈដែលបានបន្សល់ទុកដោយនាគបុព្វបុរសហ្នឹងគឺបានចុះខ្សោយទៅហើយទើបព្រះពិសិដ្ឋនឹងបានចេញមុខមកដោយផ្ទាល់តែម្ដងប៉ុន្តែជាក់ស្ដែងទៅការគិតរបស់ព្រះពិសិដ្ឋនឹងគឺខុសស្រឡះទាំងស្រុងខណៈពេលដែលព្រះពិសិដ្ឋកំពុងតែធ្វើការសម្លាប់រង្គាលទៅលើពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វដទៃផ្សេងទៀតដែលស្ថិតនៅក្នុងពិភពធានយ័ន្តនឹងក៏ស្រាប់តែឆន្ទៈរបស់នាគបុព្វបុរសដែលនាគបុព្វបុរសនឹងបានលាក់ទុកយ៉ាងជ្រៅបំផុតនៅក្នុងជម្រៅនៃពិភពធានយ័ន្តនឹងក៏ស្រាប់តែផ្ទុះចេញឡើងមកហើយក៏បានវាយប្រហារទៅកាន់ព្រះពិសិដ្ឋដែលធ្វើឲ្យព្រះពិសិដ្ឋនឹងរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែស្លាប់ទៅហើយបន្ទាប់ពីត្រូវបានឆន្ទៈរបស់នាគបុព្វបុរសនឹងវាយប្រហារមកកាន់គាត់ចំពោះមូលហេតុដែលថាសុក
កស្រាប់តែឆន្ទៈរបស់នាគបុព្វបុរសបានវាយប្រហារទៅកាន់ព្រះពិសិដ្ឋនឹងគឺដោយសារតែពីព្រោះអីមុនពេលដែលនាគបុព្វបុរសបានលះបង់ខ្លួនឯងដើម្បីបង្កើតពិភពធានយន្តនឹងឡើងមកគាត់ក៏បានដឹងអំពីអតិភិបរបស់ព្រះពិសិដ្ឋដូចគ្នាដែលជាអតិភិបដែលមានកម្រិតប្រហាក់ប្រហែលដូចគ្នាជាមួយនឹងគាត់ដែរដូច្នេះហើយទើបនាគបុព្វបុរសនឹងមុនពេលដែលគាត់បានបូជាខ្លួនគាត់នឹងគឺគាត់បានលាក់ទុកនៅឆន្ទៈរបស់គាត់ដែលស្ថិតនៅក្នុងផ្នែកជ្រៅបំផុតនៅក្នុងពិភពលោកធានយន្តទាំងមូលតែម្ដងដើម្បីទុកបង្ក្រាបព្រះពិសិដ្ឋនៅក្នុងពេលអនាគតចំណែកឯព្រះពិសិដ្ឋវិញបន្ទាប់ពីត្រូវបានឆន្ទៈរបស់នាគបុព្វបុរសវាយប្រហារធ្វើឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរហើយព្រះពិសិដ្ឋក៏បានបញ្ជាឲ្យពូជសាសន៍ពិសិដ្ឋរបស់ខ្លួននឹងដកថយជាបណ្ដោះអាសន្នដើម្បីឲ្យគាត់នឹងសម្រាប់ជារបាលរបួសជាមុនសិនដូច្នេះហើយបន្ទាប់ពីសង្គ្រាមលោកលើកទី1បានចប់ហើយពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វនឹងក៏បានមានសេរីភាពពេញលេញប៉ុន្តែទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីសង្គ្រាមបានបញ្ចប់ហើយពិភពធានយន្តទាំងមូលដែលបានបង្កើតឡើងដោយនាគបុព្វបុរសនឹងក៏បានខូចខាតយ៉ាងធ្ងន់ធ្ងរដូចគ្នាដោយសារតែការមិនទាន់មានសង្គ្រាមនឹងពិភពធានយន្តនឹងគឺពោពេញទៅដោយឋានសួគ៌រាប់ប៉ុណ្ណោះតែបន្ទាប់ពីសង្គ្រាមបានបញ្ចប់ហើយឋានសួគ៌ទាំងអស់នឹងគឺនៅសល់តែ9តែប៉ុណ្ណោះចំពោះឋានសួគ៌ផ្សេងទៀតនឹងគឺត្រូវបានរលាយហិនហោចអស់ទៅហើយបន្ទាប់ពីសង្គ្រាមលោកលើកទី1នៅពេលដែលពូជសាសន៍មនុស្សហើយនិងពូជសាសន៍ពិសិដ្ឋនឹងបានប្រយុទ្ធគ្នាទៅវិញទៅមកដូច្នេះហើយនៅក្នុងពេលបច្ចុប្បន្ននៅក្នុងរឿង Dragon Prince យន្តនៅក្នុងពេលបច្ចុប្បន្ននឹងគឺមានតែឋានសួគ៌9តែប៉ុណ្ណោះនៅក្នុងពេលបច្ចុប្បន្នចំពោះមូលហេតុដែលថាឋានសួគ៌នៅសល់តែចំនួន9ហ្នឹងគឺដោយសារតែនៅក្នុងសង្គ្រាមលោកលើកទី1ហ្នឹងឋានសួគ៌ផ្សេងទៀតហ្នឹងគឺត្រូវបានព្រះពិសិដ្ឋហ្នឹងវាយប្រហារកំទេចចោលតែម្ដងហើយមួយទៀតហ្នឹងគឺដោយសារតែមុនពេលដែលព្រះពិសិដ្ឋចេញមុខមកដោយផ្ទាល់ហ្នឹងគឺថាឋានសួគ៌ផ្សេងទៀតហ្នឹងគឺជាទីតាំងដ៏សំខាន់មួយនៅក្នុងការធ្វើសង្គ្រាមរវាងពូជសាសន៍ពិសិដ្ឋហើយនិងពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វហ្នឹងបានប្រយុទ្ធគ្នាជាពិសេសហ្នឹងគឺអ្នកនៅកម្រិតទី9គឺជាកម្រិតស៊ីរៀមដែលយើងហៅថាកម្រិតបោសុតផ្កាឈូក1ដល់កម្រិតបោសុតផ្កាឈូក3ហ្នឹងគឺបានប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងឋានសួគ៌នីមួយៗហើយកម្លាំងរបស់ពួកគេនៅពេលដែលពួកគេប្រយុទ្ធដល់ដំណាក់កាលចុងក្រោយហើយមិនអាចបន្តទៅមុខបានទៀតហ្នឹងក៏ពួកគេហ្នឹងបានបំផ្ទុះខ្លួនឯងហ្នឹងក៏បានធ្វើឲ្យឋានសួគ៌ដែលពួកគេកំពុងតែប្រយុទ្ធគ្នាហ្នឹងបែកតិចទីអស់តែម្ដងដូច្នេះហើយទៅពេលបញ្ចប់សង្គ្រាមលោកលើកទី1ហ្នឹងគឺសល់តែឋានសួគ៌9តែប៉ុណ្ណោះដោយឋានសួគ៌ចំនួន4បច្ចុប្បន្នហ្នឹងគឺត្រូវបានគ្រប់គ្រងដោយពូជសាសន៍ពិសិដ្ឋហើយឋានសួគ៌ចំនួន5ទៀតគឺត្រូវបានគ្រប់គ្រងដោយពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វហើយចាប់តាំងពីពេលហ្នឹងមកបន្ទាប់ពីសង្គ្រាមលោកលើកទី1បានបញ្ចប់ហើយឋានសួគ៌ដែលបានគ្រប់គ្រងដោយពូជសាសន៍មនុស្សហ្នឹងគឺត្រូវបានការពារដោយអារេប្រភពដើមវឹកវរសម្រាប់បរិសុទ្ធដោយវត្ថុដែលបានបន្សល់ទុកដោយនាគបុព្វបុរសបន្ទាប់ពីនាគបុព្វបុរសហ្នឹងបានបូជាខ្លួនឯងដើម្បីបង្កើតពិភពធានយន្តឡើងមកហ្នឹងគឺមានចំនួន3ដោយវត្ថុទាំង3ហ្នឹងគឺគាត់បានបង្កើតឡើងមកក្រោយពេលដែលនាគបុព្វបុរសនឹងបានបូជាខ្លួនឯងហើយទុកការពារពិភពលោកធានយន្តទាំងមូលតែម្ដងដោយវត្ថុទី1ចំណាត់ថ្នាក់ទី1នឹងគឺជាអារេប្រភពដើមវឹកវរសម្រាប់បរិសុទ្ធទី2គឺជាផ្កាឈូកពិសិដ្ឋទី3គឺជាចង្គៀងនាគបុព្វបុរសដែលបានបន្សល់ទុកដោយនាគបុព្វបុរសបន្ទាប់ពីគាត់នឹងបានបូជាខ្លួនឯងដើម្បីបង្កើតពិភពធានយន្តឡើងមកតែម្ដងហើយកុំឲ្យវែងឆ្ងាយបន្តទៀតយើងចូលមកដល់សាច់រឿងរបស់យើងបន្តក្រោយមកទៀតប្រហែល10000ឆ្នាំក្រោយព្រះពិសិដ្ឋក៏បានជាបារបួសនិងស្ដារកម្លាំងរបស់គាត់ឡើងមកវិញទាំងស្រុងហើយព្រះពិសិដ្ឋក៏បានបញ្ជាឲ្យពូជសាសន៍ពិសិដ្ឋរបស់គាត់នឹងចាប់ផ្ដើមទៅវាយប្រហារកំទេចឋានសួគ៌ទាំង5របស់ពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វនឹងចោទជាលើកទី2ដោយនៅពេលហ្នឹងព្រះពិសិដ្ឋនឹងក៏បានចេញមុខដោយផ្ទាល់ដូចគ្នាប៉ុន្តែជាអកុសលនៅក្នុងពេលហ្នឹងដែរតួឯកចៅយន់យើងហ្នឹងក៏បានឡើងទៅដល់កម្រិតទី10ដែលជាកម្រិតចុងក្រោយគេដែលយើងហៅថាកម្រិត Guardian ហ្នឹងហើយមិនត្រឹមតែប៉ុណ្ណឹងទេគឺថាចៅយន់គឺបានលើសព្រះពិសិដ្ឋទៅទៀតដោយចៅយន់ពេលហ្នឹងគឺបានឡើងទៅដល់ព្រះចំណាត់ថ្នាក់ទី1បាត់ទៅហើយដែលស្មើទៅនឹងនាគបុព្វបុរសហើយណោះហើយចំពោះមូលហេតុដែលចៅយន់អាចឡើងទៅដល់ព្រះចំណាត់ថ្នាក់ទី1ស្មើទៅនឹងនាគបុព្វបុរសហើយខ្លាំងជាងព្រះពិសិដ្ឋហ្នឹងគឺដោយសារតែបន្ទាប់ពីយ៉ាវយ៉ាវដែលជាប្រពន្ធរបស់ចៅយន់ហ្នឹងហើយយ៉ាវយ៉ាវហ្នឹងក៏ជាព្រះចំណាត់ថ្នាក់ទី3ដូចគ្នានៅក្នុងពេលហ្នឹងដែរយ៉ាវយ៉ាវដែលជាប្រពន្ធរបស់ចៅយន់ហ្នឹងនាងក៏បានលះបង់ជីវិតរបស់នាងដើម្បីផ្ដល់នូវឆ្អឹងដ៏ទេវភាពដែលជាឆ្អឹងនាគបុព្វបុរសរបស់នាងហ្នឹងឲ្យទៅចៅយន់ដើម្បីឲ្យចៅយន់ហ្នឹងបំបែកចូលទៅក្នុងកម្រិតព្រះចំណាត់ថ្នាក់ទី1ដើម្បីធ្វើការប្រយុទ្ធជាមួយនឹងព្រះពិសិដ្ឋហើយនៅក្នុងពេលហ្នឹងដែរព្រះពិសិដ្ឋក៏បានឡើងទៅដល់ព្រះចំណាត់ថ្នាក់ទី1ដូចគ្នាជាមួយនឹងចៅយន់ដែរប៉ុន្តែបើយើងនិយាយពីកម្លាំងរបស់ព្រះពិសិដ្ឋហើយនិងចៅយន់វិញគឺថាព្រះពិសិដ្ឋហ្នឹងគឺមិនទាន់មានកម្លាំងពេញលេញដែលជាព្រះចំណាត់ថ្នាក់ទី1ដូចជាចៅយន់នោះទេដូច្នេះហើយនៅក្នុងពេលដែលព្រះពិសិដ្ឋកំពុងតែប្រយុទ្ធជាមួយនឹងចៅយន់ហ្នឹងព្រះពិសិដ្ឋក៏បានចាញ់ប្រៀបចៅយន់ដូចគ្នានៅក្នុងសង្គ្រាមរវាងពួកគេទាំងពីរនាក់ហ្នឹងដោយសារតែបែបនេះហើយទើបចៅយន់ហ្នឹងមានឱកាសនៅក្នុងការវាយប្រហារយកឈ្នះទៅលើព្រះពិសិដ្ឋហើយនឹងបានបិទត្រាឃុំព្រះពិសិដ្ឋរយៈពេល3ឆ្នាំដើម្បីបំផ្លាញឆន្ទៈដ៏ទេវភាពរបស់ព្រះពិសិដ្ឋមុននឹងសម្លាប់ព្រះពិសិដ្ឋតាមក្រោយពីព្រោះអីបើសិនជាចៅយន់មិនបានបំផ្លាញឆន្ទៈដ៏ទេវភាពរបស់ព្រះពិសិដ្ឋនោះទេគឺមិនអាចសម្លាប់ព្រះពិសិដ្ឋបាននោះឡើយដូច្នេះហើយទើបចៅយន់ហ្នឹងបិទត្រាឃុំព្រះពិសិដ្ឋរយៈពេល3ឆ្នាំសិនទើបសម្លាប់ព្រះពិសិដ្ឋតាមក្រោយប៉ុន្តែនៅខណៈពេលដែលចៅយន់កំពុងតែបិទត្រាឃុំព្រះពិសិដ្ឋដើម្បីសម្លាប់ព្រះពិសិដ្ឋនៅក្នុងរយៈពេល3ឆ្នាំហ្នឹងគឺថាចៅយន់ហ្នឹងគឺមិនទាន់បានដឹងគម្រោងការទាំងអស់របស់ព្រះពិសិដ្ឋដែលបានរៀបចំទុកនោះទេហើយគម្រោងការរបស់ព្រះពិសិដ្ឋដែលបានរៀបចំទុកហ្នឹងគឺបានកើតឡើងនៅក្នុងកំឡុងពេលដែលព្រះពិសិដ្ឋហ្នឹងកំពុងតែសម្រាប់ព្យាបាលរបួសរបស់គាត់ហ្នឹងកាលពីរយៈពេលរាប់ម៉ឺនឆ្នាំមុនដោយសារតែឆន្ទៈរបស់នាគបុព្វបុរសហ្នឹងបានវាយប្រហារទៅកាន់ព្រះពិសិដ្ឋ
ហើយនៅក្នុងកំឡុងពេលដែលព្រះពិសិដ្ឋកំពុងតែសម្រាប់ព្យាបាលរបួសហ្នឹងព្រះពិសិដ្ឋក៏បានបំបែកនៅឆន្ទៈរបស់ខ្លួនមួយផ្នែកចេញពីពិភពធានយន្តហ្នឹងគឺដើម្បីទៅរកពិភពលោកផ្សេងៗទៀតដែលស្ថិតនៅខាងក្រៅពិភពធានយន្តទាំងមូលដែលគាត់កំពុងតែរស់នៅក្នុងពេលបច្ចុប្បន្នហើយនៅក្នុងកំឡុងពេលដែលព្រះពិសិដ្ឋបានបំបែកឆន្ទៈរបស់គាត់ចាក់ចេញពីពិភពធានយន្តរបស់គាត់ហើយគាត់ក៏បានស្វែងរកពិភពលោកជាច្រើនទៀតហើយគាត់ក៏មានការព្យាបាលដូចគ្នានៅក្នុងពេលហ្នឹងដែរព្រះពិសិដ្ឋក៏បានឃើញពិភពលោកជាច្រើនទៀតដែលស្ថិតនៅក្បែរហើយនឹងនៅឆ្ងាយពីពិភពលោកធានយន្តរបស់គាត់ជាច្រើនដែលគាត់មិនបានឃើញពីមុនមកហើយគាត់ក៏មានការព្យាបាលដូចគ្នាដោយសារតែការពីពេលមុនហ្នឹងគឺគាត់គិតថានៅខាងក្រៅលំហពិភពធានយន្តហ្នឹងគឺមានតែពិភពធានយន្តរបស់គាត់តែប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីគាត់បានបំបែកឆន្ទៈហើយបានរករកហ្នឹងគឺថាមានពិភពលោកច្រើនរាប់មិនអស់ដែលគាត់បានឃើញដូច្នេះហើយចាប់តាំងពីពេលហ្នឹងមកតំបន់ដែលគាត់បានរកឃើញហ្នឹងព្រះពិសិដ្ឋក៏បានដាក់ឈ្មោះឲ្យថាគឺជាកាឡាក់ស៊ីដ៏អស្ចារ្យដែលវាប្រមូលផ្ដុំទៅដោយពិភពលោកតូចធំជាច្រើនដែលស្ថិតនៅក្នុងតំបន់តែមួយប៉ុន្តែពិភពលោករបស់ពួកគេហ្នឹងគឺបានបែកចែកដាច់ពីគ្នាហើយក៏មានរនាំងពិភពលោករបស់ពួកគេដូចគ្នាចំពោះពិភពលោកតូចធំផ្សេងៗទៀតដែលគាត់បានរកឃើញហ្នឹងប៉ុន្តែនៅក្នុងចំណោមពិភពលោកជាច្រើនដែលព្រះពិសិដ្ឋបានរកឃើញហ្នឹងគឺថាមានពិភពលោកចំនួន2តែប៉ុណ្ណោះដែលព្រះពិសិដ្ឋហ្នឹងចាប់អារម្មណ៍ខ្លាំងជាងគេទី1គឺជាពិភពលោករបស់អស្ចារ្យដែលស្ថិតនៅក្នុងរឿង The Great Ruler ទី2គឺជាពិភពលោកទ្វីបដ៏ទេវភាពដែលស្ថិតនៅក្នុងរឿង Absolute Dissonance ដោយពិភពលោករបស់អស្ចារ្យហ្នឹងគឺនៅជិតជាមួយនឹងពិភពធានយន្តរបស់គាត់បំផុតប៉ុន្តែចំពោះពិភពលោកទ្វីបដ៏ទេវភាពវិញគឺវានៅជារៀងឆ្ងាយពីពិភពធានយន្តរបស់គាត់រៀងឆ្ងាយគ្រាន់បានដែរព្រះពិសិដ្ឋហ្នឹងគឺបានចាប់អារម្មណ៍នឹងពិភពលោកទ្វីបដ៏ទេវភាពនឹងជាងគេពីព្រោះពិភពលោកទ្វីបដ៏ទេវភាពហ្នឹងគឺវាមានទំហំធំជាងពិភពធានយន្តរបស់គាត់ទៅទៀតហើយបើនិយាយពីរនាំងការពារពិភពលោកទ្វីបដ៏ទេវភាពហ្នឹងគឺវារឹងមាំខ្លាំងយកតែមែនតែនសម្បីតែព្រះពិសិដ្ឋដែលជាព្រះចំណាត់ថ្នាក់ទី2ហ្នឹងក៏មិនអាចបំបែករនាំងការពារពិភពលោកទ្វីបដ៏ទេវភាពនឹងបានដែរហើយមូលហេតុដែលព្រះពិសិដ្ឋនឹងចាប់អារម្មណ៍និងព្យាយាមបំបែករនាំងការពារពិភពលោកទ្វីបដ៏ទេវភាពនឹងគឺដោយសារតែព្រះពិសិដ្ឋនឹងគឺចង់បោះគ្រាប់ពូជសង្គ្រោះអាយុជីវិតរបស់គាត់នឹងចូលទៅក្នុងពិភពលោកទ្វីបដ៏ទេវភាពបើសិនជាគាត់មានបញ្ហាស្លាប់នៅក្នុងពិភពធានយន្តរបស់គាត់បច្ចុប្បន្ននឹងគឺគាត់អាចរស់ឡើងវិញនៅក្នុងពិភពលោកទ្វីបដ៏ទេវភាពនឹងបានហើយនៅក្នុងកំឡុងពេលដែលព្រះពិសិដ្ឋកំពុងតែរៀបចំបោះគ្រាប់ពូជចូលទៅក្នុងពិភពលោកទ្វីបដ៏ទេវភាពនឹងព្រះពិសិដ្ឋក៏បានដឹងដូចគ្នាថានៅក្នុងពិភពលោកទ្វីបដ៏ទេវភាពនឹងក៏វាមានពួកបិសាចដូចគ្នាប៉ុន្តែពួកបិសាចទាំងអស់ហ្នឹងគឺវាមិនទាន់វិវត្តពេញលេញហើយនឹងខ្លាំងនោះទេវាត្រូវការពេលវេលាបន្ថែមទៀតដែលបិសាចទាំងអស់ហ្នឹងនៅក្នុងរឿង Absolute Dissonance ហ្នឹងគឺគេបានហៅពួកហ្នឹងថាគឺជាមនុស្សពិភពស្រមោលប៉ុន្តែបន្ទាប់ពីព្រះពិសិដ្ឋបានបោះគ្រាប់ពូជសង្គ្រោះអាយុជីវិតរបស់គាត់ចូលទៅក្នុងពិភពលោកទ្វីបដ៏ទេវភាពហើយធ្លាក់ចូលទៅក្នុងពិភពស្រមោលហ្នឹងហើយទើបពួកបិសាចទាំងអស់ហ្នឹងបានវិវត្តកាន់តែលឿនខុសពីធម្មតាប៉ុន្តែនៅពេលដែលព្រះពិសិដ្ឋបានបោះគ្រាប់ពូជសង្គ្រោះអាយុជីវិតរបស់គាត់ចូលទៅក្នុងពិភពលោកទ្វីបដ៏ទេវភាពហ្នឹងគឺថាព្រះពិសិដ្ឋហ្នឹងគាត់ក៏បានចំណាយយ៉ាងធ្ងន់ធ្ងរដូចគ្នាដោយសារតែនៅក្នុងពេលហ្នឹងដែរគឺថាព្រះពិសិដ្ឋហ្នឹងគឺត្រូវបំផ្ទុះនៅឆន្ទៈរបស់គាត់គឺដើម្បីបំបីរនាំងការពារពិភពលោកទ្វីបដ៏ទេវភាពមួយចន្លោះតូចហ្នឹងគឺដើម្បីបោះគ្រាប់ពូជសង្គ្រោះអាយុជីវិតរបស់គាត់ហ្នឹងចូលទៅកាន់ពិភពស្រមោលនៃពិភពលោកទ្វីបដ៏ទេវភាពហើយបន្ទាប់ពីបានបោះចូលហើយបន្តមកទៀតឆន្ទៈរបស់ព្រះពិសិដ្ឋហ្នឹងក៏បានរលាយបាត់ទៅនៅកន្លែងហ្នឹងហើយនៅកន្លែងហ្នឹងគឺគេនិយាយស្ថិតនៅក្នុងរឿង Absolute Dissonance ដែលតួឯកនៅក្នុងរឿង Absolute Dissonance ហ្នឹងគឺជាលីលូហ្នឹងឯងហើយកន្លែងហ្នឹងគឺថាលីលូបាននិយាយប្រាប់ទៅកាន់ជាងឈីងអ៊ីដែលជាប្រពន្ធរបស់ខ្លួនមុននឹងបើករនាំងឲ្យវូយ៉ាវស៊ូយូវៃដែលជាប្រពន្ធរបស់ជូយ័នហើយនឹងកូនរបស់ជូយ័នម្នាក់ទៀតដែលមានឈ្មោះថាជូស្វាត់ដែលជូស្វាត់ហ្នឹងគឺជាកូនប្រុសរបស់ស៊ូយូវៃហើយនឹងវូយ៉ាវរួមជាមួយនឹងជូយ័នហ្នឹងឯងហើយមូលហេតុដែលតួអង្គឯកលីលូដែលស្ថិតនៅក្នុងរឿង Absolute Dissonance នឹងដឹងគឺដោយសារតែតួអង្គឯកលីលូហ្នឹងគឺមានសមត្ថភាពនៅក្នុងការមើលឃើញអតីតកាលអនាគតកាលហើយថែមទាំងអាចបញ្ច្រាស់អតីតកាលហើយនឹងអនាគតកាលបន្ថែមទៀតផងនៅពេលដែលលីលូហ្នឹងបានឡើងទៅដល់កម្រិតទី7ដែលជាកម្រិតចុងបញ្ចប់គេនៅក្នុងរឿង Absolute Dissonance ហើយកុំឲ្យវែងឆ្ងាយកន្លែងហ្នឹងទៀតយើងចូលមកដល់គម្រោងការរបស់ព្រះពិសិដ្ឋបន្តពីព្រះពិសិដ្ឋហ្នឹងបានបោះគ្រាប់ពូជជួយសង្គ្រោះជីវិតរបស់គាត់ចូលទៅក្នុងពិភពលោកទ្វីបដ៏ទេវភាពរួចហើយព្រះពិសិដ្ឋក៏បានរៀបចំគម្រោងការបន្តទៀតដោយបានសាងសង់នៅផ្លូវលំហដ៏អស្ចារ្យមួយទៅកាន់ពិភពលោករបស់អស្ចារ្យគឺដើម្បីបញ្ជូនសមាជិកនិងពូជសាសន៍របស់ខ្លួនជាពិសេសហ្នឹងគឺជាសុទ្ធដែលមិនទាន់ញាស់ហើយសុទ្ធហ្នឹងគឺជាកូនប្រុសរបស់ព្រះពិសិដ្ឋផ្ទាល់តែម្ដងដែលនៅក្នុងរឿង The Great Ruler គេហៅសុទ្ធហ្នឹងគឺជាបិសាចអាក្រក់ភ្នែក10ហ្នឹងឯងពីព្រោះអីព្រះពិសិដ្ឋហ្នឹងគឺបានមើលឃើញអនាគតថាគឺគាត់នឹងមិនអាចយកឈ្នះជូយ័នបាននោះទេដូច្នេះហើយទើបព្រះពិសិដ្ឋហ្នឹងបានសង់ផ្លូវលំហដ៏អស្ចារ្យមួយដើម្បីឲ្យពូជសាសន៍របស់គាត់នឹងធ្វើដំណើរទៅកាន់ពិភពលោករបស់អស្ចារ្យដែលនៅជិតបំផុតជាមួយនឹងពិភពធានយន្តរបស់គាត់ហើយពិភពលោករបស់អស្ចារ្យហ្នឹងគឺជាពិភពលោកដែលស្ថិតនៅក្នុងរឿង The Great Ruler នៅក្នុងពេលបច្ចុប្បន្នហ្នឹងឯងដែលជាសាច់រឿងរបស់ Mushin ហ្នឹងបន្ទាប់ពីព្រះពិសិដ្ឋបានសាងសង់ផ្លូវលំហដ៏អស្ចារ្យពីពិភពលោកធានយន្តរបស់គាត់ទៅកាន់ពិភពលោករបស់អស្ចារ្យហើយសង្គ្រាមលោកលើកទី2ក៏បានចូលមកដល់ដូចគ្នានៅក្នុងពេលកំឡុងពេលដែលពូជសាសន៍ពិសិដ្ឋរបស់គាត់ហ្នឹងកំពុងតែបើកការវាយប្រហារទៅលើពូជសាសន៍មនុស្សនៅក្នុងពិភពលោកធានយន្តហ្នឹងប៉ុន្តែនៅក្នុងគណៈពេលហ្នឹងដែរព្រះពិសិដ្ឋហ្នឹងក៏បានទុកសុទ្ធដែលជាកូនប្រុសរបស់គាត់ហ្នឹងឲ្យស្ថិតនៅក្នុងខ្លួនបរិសុទ្ធតៃមីដែលជាបរិសុទ្ធម្នាក់នៅក្នុងចំណោមបរិសុទ្ធទាំង7នាក់នៃពូជសាសន៍ពិសិដ្ឋហើយបន្តមកទៀតនៅក្នុងកំឡុងពេលដែលសង្គ្រាមលោកលើកទី2ហ្នឹងព្រះពិសិដ្ឋហ្នឹងគឺមិនអាចយកឈ្នះជូយ័នបាននោះទេដូច្នេះព្រះពិសិដ្ឋក៏ត្រូវបានជូយ័នឃុំខ្លួនបិទត្រារយៈពេល3ឆ្នាំដើម្បីបំផ្លាញឆន្ទៈដ៏ទេវភាពរបស់ព្រះពិសិដ្ឋមុននឹងសម្លាប់ព្រះពិសិដ្ឋតាមក្រោយដូច្នេះហើយ
នៅក្នុងកំឡុងរយៈពេល3ឆ្នាំហ្នឹងវាក៏បានផ្ដល់ឱកាសឲ្យដល់បរិសុទ្ធតៃមីដែលជាអ្នកដែលព្រះពិសិដ្ឋបានទុកសុទ្ធឲ្យនៅក្នុងខ្លួនហ្នឹងហើយបរិសុទ្ធតៃមីហ្នឹងក៏បានឱកាសប្រមូលយកពូជសាសន៍ពិសិដ្ឋរបស់ខ្លួនទាំងអស់រត់គេចចូលទៅក្នុងផ្លូវលំហដ៏អស្ចារ្យដែលព្រះពិសិដ្ឋបានបង្កើតឡើងមកហ្នឹងទៅកាន់ពិភពលោករបស់អស្ចារ្យតែម្ដងដើម្បីការពារជីវិតរបស់ពួកគេជាពិសេសហ្នឹងគឺជាសុទ្ធដែលជាកូនប្រុសរបស់ព្រះពិសិដ្ឋផ្ទាល់តែម្ដងដែលជាអ្នកស្នងតំណែងទាំងអស់របស់ព្រះពិសិដ្ឋហើយមូលហេតុដែលពូជសាសន៍ពិសិដ្ឋចាក់ចេញពីពិភពធានយន្តទៅកាន់ពិភពលោករបស់អស្ចារ្យហ្នឹងនៅក្នុងគោលបំណងហ្នឹងគឺដើម្បីទៅវាយកាន់កាប់ពិភពលោករបស់អស្ចារ្យធ្វើជាទីតាំងឈរជើងរបស់ពួកគេដើម្បីរងចាំសុទ្ធដែលជាកូនរបស់ព្រះពិសិដ្ឋហ្នឹងញាស់ឡើងមកហើយមានកម្លាំងពេញលេញវិញគឺនឹងទៅសងសឹកជ័យយន្តនៅថ្ងៃណាមួយវិញបន្តមកទៀតកាត់មករយៈពេល3ឆ្នាំក្រោយបន្ទាប់ពីជ័យយន្តហ្នឹងបានសម្លាប់ព្រះពិសិដ្ឋហើយជ័យយន្តក៏បានដឹងដូចគ្នាអំពីការរត់គេចខ្លួនរបស់ពូជសាសន៍ពិសិដ្ឋហើយនឹងសុទ្ធដែលជាកូនប្រុសរបស់ព្រះពិសិដ្ឋដូចគ្នាប៉ុន្តែជ័យយន្តគ្រាន់តែបានញញឹមហើយសម្លឹងមើលទៅកាន់លំហហើយពេលវេលាជ័យយន្តក៏បាននិយាយថានៅក្នុងរយៈពេល 50000 ឆ្នាំក្រោយហ្នឹងគឺនឹងមានមនុស្សដ៏អស្ចារ្យចំនួន3នាក់ដែលបានលេចឡើងមកហើយក៏ជាអ្នកដែលបានសម្លាប់កូនរបស់ព្រះពិសិដ្ឋមួយនឹងដូចគ្នាហើយបន្ទាប់ពីលើពាក្យសម្ដីរបស់ជ័យយន្តហើយបរិសុទ្ធផ្កាឈូក3កំពូលដែលស្ថិតនៅក្នុងពិភពធានយន្តហ្នឹងក៏មានការភ្ញាក់ផ្អើលដូចគ្នាបន្ទាប់ពីលើថារយៈពេល 50000 ឆ្នាំក្រោយនៅក្នុងពិភពលោកដែលកូនរបស់ព្រះពិសិដ្ឋរត់ទៅហ្នឹងគឺនឹងមានអ្នកសម្លាប់កូនរបស់ព្រះពិសិដ្ឋហ្នឹងហើយពួកគេក៏សប្បាយចិត្តដូចគ្នាបន្ទាប់ពីឮពាក្យសម្ដីរបស់ជ័យយន្តហើយ3អ្នកដែលជ័យយន្តនិយាយថារយៈពេល 50000 ឆ្នាំក្រោយហ្នឹងគឺជាអ្នកដែលបានសម្លាប់កូនរបស់ព្រះពិសិដ្ឋហ្នឹងគឺគ្មានអ្នកណាផ្សេងក្រៅពីសៀវយឿនលីនតុងហើយនិងមូឈិននោះទេពីព្រោះនៅក្នុងពេលហ្នឹងជ័យយន្តគឺបានមើលឃើញអនាគតរបស់សៀវយឿនលីនតុងហើយនិងមូឈិនរួចទៅហើយថា 50000 ឆ្នាំក្រោយហ្នឹងអ្នកទាំង3អ្នកហ្នឹងគឺអាចសម្លាប់កូនរបស់ព្រះពិសិដ្ឋបានបន្តមកទៀតយើងកាត់មកថាមឡាយដែលស្ថិតនៅក្នុងរឿង The Great Ruler វិញម្ដងប៉ុន្មានឆ្នាំក្រោយមកទៀតហ្នឹងកូនរបស់ព្រះពិសិដ្ឋដែលយើងហៅថាបិសាចអាក្រក់ភ្នែក10ហ្នឹងក៏បានញាស់ឡើងមកហើយកម្លាំងរបស់បិសាចអាក្រក់ភ្នែក10ហ្នឹងនៅពេលដែលវាញាស់ឡើងគឺកម្លាំងរបស់វាគឺប្រហាក់ទៅនឹងអ្នកកម្រិតទី12កម្រិតទី13នៅក្នុងរឿង The Great Ruler តែម្ដងដូច្នេះហើយនៅពេលហ្នឹងដែរបិសាចអាក្រក់ភ្នែក10ហ្នឹងក៏ចាប់ផ្ដើមបើកការវាយប្រហារទៅលើពិភពលោករបស់អស្ចារ្យតែម្ដងហើយក៏បានកាន់កាប់ពិភពលោករបស់អស្ចារ្យចំនួនពាក់កណ្ដាលដូច្នេះហើយចាប់តាំងពីពេលហ្នឹងមករហូតមកដល់ពេលបច្ចុប្បន្នហ្នឹងគឺថាពូជសាសន៍ពិសិដ្ឋហ្នឹងគឺបានកាន់កាប់ពិភពលោករបស់អស្ចារ្យចំនួនពាក់កណ្ដាលហើយពាក់កណ្ដាលនៃពិភពលោករបស់អស្ចារ្យទៀតគឺត្រូវបានកាន់កាប់ដោយពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វដទេវភាពដូច្នេះហើយចាប់តាំងពីពេលហ្នឹងមកពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វដទេវភាពដែលស្ថិតនៅក្នុងពិភពលោករបស់អស្ចារ្យហ្នឹងក៏បានហៅពូជសាសន៍ពិសិដ្ឋហ្នឹងថាគឺជាបិសាចអាក្រក់ក្រៅភពរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងគឺដោយសារតែពូជសាសន៍ពិសិដ្ឋហ្នឹងគឺបានមកវាយកាន់កាប់ពិភពលោករបស់អស្ចារ្យរបស់ពួកគេហ្នឹងចំនួនពាក់កណ្ដាលបាត់ទៅហើយទៅពួកគេហ្នឹងហៅពូជសាសន៍ពិសិដ្ឋហ្នឹងថាគឺជាបិសាចអាក្រក់ក្រៅភពតែបានមកឈ្លានពានពិភពលោករបស់អស្ចារ្យរបស់ពួកគេប៉ុន្តែនៅក្នុងសង្គ្រាមលោកលើកទី1រវាងពូជសាសន៍ពិសិដ្ឋហើយនិងពូជសាសន៍មនុស្សពូជសាសន៍សត្វដទេវភាពដែលស្ថិតនៅក្នុងពិភពលោករបស់អស្ចារ្យហ្នឹងគឺថាពូជសាសន៍ពិសិដ្ឋហ្នឹងក៏បានមើលងាយទៅកាន់ពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វដទេវភាពនៅក្នុងពិភពលោករបស់អស្ចារ្យដូចគ្នាដោយគិតថាពូជសាសន៍មនុស្សហើយនិងពូជសាសន៍សត្វដទេវភាពដែលស្ថិតនៅក្នុងពិភពលោករបស់អស្ចារ្យហ្នឹងនៅតែខ្សោយគ្មានអ្នកដែលស្ថិតនៅក្នុងកម្រិតព្រះដូចជាជ័យយន្តនៅក្នុងពិភពធានយន្តរបស់ពួកគេដែលជាស្រុកកំណើតរបស់ពួកគេនោះទេប៉ុន្តែជាក់ស្ដែងទៅការគិតរបស់ពួកគេហ្នឹងគឺខុសទាំងស្រុងដោយសារតែនៅពេលដែលសង្គ្រាមរវាងពូជសាសន៍មនុស្សហើយនិងពូជសាសន៍ពិសិដ្ឋហ្នឹងគឺនៅក្នុងពិភពលោករបស់អស្ចារ្យហ្នឹងគឺមានមនុស្សដ៏អស្ចារ្យម្នាក់គឺជាអធិរាជអមតៈគាត់ក៏បានដាក់ឈ្មោះរបស់គាត់បំបែកចូលទៅក្នុងកម្រិតទី12គឺជាកម្រិត Ranker ពាក់កណ្ដាលជំនាញអ្នកគ្រប់គ្រងហ្នឹងឯងហើយបន្ទាប់ពីអធិរាជអមតៈបានឆ្លាក់ឈ្មោះឡើងដល់កម្រិតទី12ហើយអធិរាជអមតៈហ្នឹងក៏បានលះបង់ខ្លួនឯងហ្នឹងដើម្បីបិទត្រាបិសាចអាក្រក់ភ្នែក10ដែលជាព្រះរបស់ពូជសាសន៍ពិសិដ្ឋហ្នឹងឲ្យជាប់ឲ្យស្ថិតនៅក្នុងភ្នក់ដែលសញ្ញាភាគខាងជើងដែលស្ថិតនៅក្នុងទ្វីបដែលសញ្ញាភាគខាងជើងតាំងពីសម័យបុរាណហ្នឹងរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងដោយមិនទាន់បានដោះលែងនៅឡើយទេហើយនៅចុងបញ្ចប់នៃសាច់រឿងហ្នឹងទើបបិសាចអាក្រក់ភ្នែក10ហ្នឹងបានរួចខ្លួនចេញមកវិញប៉ុន្តែនៅកន្លែងបិសាចអាក្រក់ភ្នែក10ត្រូវបានអធិរាជអមតៈបិទត្រាហ្នឹងគឺដោយសារតែបិសាចភ្នែក10ហ្នឹងមិនមែនប្រយុទ្ធមិនឈ្នះអធិរាជអមតៈនោះទេគឺដោយសារតែបិសាចអាក្រក់ភ្នែក10ហ្នឹងសុកចិត្តឲ្យអធិរាជអមតៈហ្នឹងបិទត្រាខ្លួនហ្នឹងអស់រយៈពេល 49000 ឆ្នាំនៅក្នុង The Great Thousand World ឬក៏នៅក្នុងពិភពលោករបស់អស្ចារ្យហ្នឹងដើម្បីឲ្យខ្លួនឯងហ្នឹងមានភាពស៊ាំនិងមិនត្រូវបានគៀបសង្កត់ដោយច្បាប់នៅក្នុងពិភពលោករបស់អស្ចារ្យពីព្រោះនៅពេលដែលបិសាចអាក្រក់ភ្នែក10បានមកដល់ពិភពលោករបស់អស្ចារ្យជាលើកដំបូងហ្នឹងគឺត្រូវបានច្បាប់នៅក្នុងពិភពលោករបស់អស្ចារ្យហ្នឹងគៀបសង្កត់ដូចគ្នាដោយសារតែពូជសាសន៍ពិសិដ្ឋហើយនិងបិសាចអាក្រក់ភ្នែក10ហ្នឹងមិនមែនជាមនុស្សឬក៏សត្វដែលកើតឡើងនៅក្នុងពិភពលោករបស់អស្ចារ្យនោះទេហើយណាមួយហ្នឹងពួកគេមកនេះគឺមិនមែនមកដោយសន្តិភាពនោះឡើយគឺមកឈ្លានពានតែម្ដងដូច្នេះហើយទើបត្រូវបានច្បាប់នៅក្នុងពិភពលោករបស់អស្ចារ្យហ្នឹងគៀបសង្កត់ហើយបន្ទាប់ពីនឹងមកទៀតរយៈពេល 49000 ឆ្នាំក្រោយហើយបន្ទាប់ពីនឹងមកទៀតរយៈពេល 49000 ឆ្នាំក្រោយចំនួនរបស់សៀវយៀនលីនតុងហើយនិងមូឈិនហ្នឹងវាក៏ដល់ពេលដែលបិសាចអាក្រក់ភ្នែក10ហ្នឹងបានរួចផុតចេញពីត្រាការឃុំឃាំងរបស់អធិរាជអមតៈដូចគ្នាហើយវាក៏ដល់ពេលដែលបិសាចអាក្រក់ភ្នែក10ហ្នឹងធ្វើការអុកឡុកពិភពលោករបស់អស្ចារ្យម្ដងទៀតហើយក៏ជាលើកចុងក្រោយដូចគ្នាសម្រាប់បិសាចអាក្រក់ភ្នែក10ហ្នឹងហើយនៅក្នុងកំឡុងសង្គ្រាមលោកលើកទី2ចំនួនរបស់សៀវយៀន
នលៀនតុងប្រឆាំងជាមួយនឹងពូជសាក្រក់ក្រៅភូមិហ្នឹងនៅក្នុងពេលនឹងដែរបិសាចអាក្រក់ផ្នែក10ហ្នឹងក៏បានបើកនៅផ្នែកទី10ឡើងមកដែលធ្វើឲ្យសៀវយៀនហើយនឹងលៀនតុងហ្នឹងគឺមិនអាចទប់ទល់ជាមួយនឹងបិសាចអាក្រក់ផ្នែក10ហ្នឹងបានទេទោះបីជាសៀវយៀនលៀនតុងហើយនឹងមូឈិនហ្នឹងបានឡើងទៅដល់កម្រិតទី12ក៏ដោយប៉ុន្តែជាសំណាងល្អនៅក្នុងពេលនឹងដែរមូឈិនក៏បានបំបីចូលទៅក្នុងកម្រិតទី13បានសម្រេចដែលជាកម្រិត The Great Ruler នឹងឯងហើយក៏បានប្រយុទ្ធជាមួយនឹងបិសាចអាក្រក់ផ្នែក10តែម្ដងប៉ុន្តែទោះជាយ៉ាងណាក៏ដោយនៅក្នុងកំឡុងពេលនឹងដែរបិសាចអាក្រក់ផ្នែក10ហ្នឹងដោយសារតែវាបានបើកផ្នែកទី10ឡើងមកហើយទោះបីជាមូឈិនបានឡើងទៅដល់កម្រិតទី13ក៏ដោយក៏មិនអាចយកឈ្នះបិសាចផ្នែក10នឹងបានដែរពីព្រោះកម្លាំងរបស់បិសាចផ្នែក10ហ្នឹងបន្ទាប់ពីបានបើកផ្នែកទី10ហើយបាននិយាយពីកម្រិតវិញគឺវាលើសពីកម្រិតទី13ដែលជាកម្រិត The Great Ruler នៅក្នុងរឿង The Great Ruler ទៅទៀតបើយើងប្រៀបធៀបជាមួយនឹងកម្រិតនៅក្នុងរឿងចៅយ័ន្តហ្នឹងគឺវាស្មើទៅនឹងកម្រិតទី10នៅក្នុងរឿងចៅយ័ន្តដែលជាកម្រិត Godrium ឬក៏ជាកម្រិតព្រះប៉ុន្តែកម្រិតព្រះបិសាចផ្នែក10ហ្នឹងគឺវាប្រហាក់ប្រហែលនឹងព្រះចំណាត់ថ្នាក់ទី3នៅក្នុងរឿងចៅយ័ន្តតែប៉ុណ្ណោះវាមិនទាន់ដល់ព្រះចំណាត់ថ្នាក់ទី2ឬក៏ព្រះចំណាត់ថ្នាក់ទី1នោះទេតែវាពាក់កណ្ដាលជំហានព្រះចូលព្រះចំណាត់ថ្នាក់ទី3ហ្នឹងឯងដូច្នេះហើយមូឈិនក៏បានខ្ចីកម្លាំងរបស់សៀវយៀនលៀនតុងដែលស្ថិតនៅក្នុងកម្រិត Ranker ហើយនឹងមនុស្សសត្វទាំងអស់ដែលស្ថិតនៅក្នុងពិភពលោករាប់ពាន់អស្ចារ្យហ្នឹងជាមួយនឹងអារ៉េបង្កើតសមរភូមិហើយក៏បានប្រយុទ្ធជាមួយនឹងបិសាចអាក្រក់ផ្នែក10ហ្នឹងទើបសម្លាប់បិសាចអាក្រក់ផ្នែក10ហ្នឹងបានហើយបើមិនខ្ចីកម្លាំងរបស់មនុស្សគ្រប់គ្នានៅក្នុងពិភពលោករាប់ពាន់អស្ចារ្យឬក៏កម្លាំងរបស់សៀវយៀនលៀនតុងទេគឺមូឈិនហ្នឹងមិនអាចវាយឈ្នះបិសាចអាក្រក់ផ្នែក10ហ្នឹងបានឡើយបន្ទាប់ពីខ្ចីកម្លាំងមនុស្សគ្រប់គ្នានៅក្នុងពិភពលោករាប់ពាន់អស្ចារ្យហ្នឹងហើយទើបមូឈិនហ្នឹងអាចសម្លាប់បិសាចអាក្រក់ផ្នែក10ហ្នឹងបានបន្ទាប់ពីនឹងមកទៀតនៅពេលដែលសៀវយៀនលៀនតុងហើយនឹងមូឈិនបានសម្លាប់បិសាចអាក្រក់ផ្នែក10ដែលជាសត្រូវដ៏ធំបំផុតនៅក្នុងរឿង The Great Ruler ហើយក៏ជាកូនរបស់ព្រះពិសិដ្ឋដែលស្ថិតនៅក្នុងរឿង Dragon Prince Yuan ដូចហើយកាត់មកក្នុងរឿង Absolute Dissonance យើងវិញបន្ទាប់ពីកាត់មកក្នុងរឿង Absolute Dissonance យើងវិញនៅចុងបញ្ចប់នៃសាច់រឿង Absolute Dissonance ហ្នឹងនៅពេលដែលតួឯកលីលូយើងនឹងបានឡើងទៅដល់កម្រិតទី7ដែលកម្រិតទី7ហ្នឹងគឺមានឈ្មោះថា World Absolute Dissonance Ruler ដែលជាកម្រិតចុងក្រោយគេនៅក្នុងរឿងដោយនៅពេលដែលលីលូយើងបានឡើងដល់កម្រិតទី7ដែលជាកម្រិតចុងក្រោយគេនៅក្នុងរឿង Absolute Dissonance ហ្នឹងហើយលីលូក៏បានសម្លឹងធ្លុះលំហហើយនឹងពេលវេលាមើលទៅកាន់ពិភពធានយ័ន្តរបស់ចៅយ័ន្តហើយក៏បានឃើញចៅយ័ន្តហ្នឹងកំពុងតែអង្គុយពេនភ្នែននៅលើនាគបុព្វបុរសមួយដែលវាពោពេញទៅដោយធម៌ពលប្រភពដើមវឹកវរបុព្វកាលហើយចៅយ័ន្តពេលហ្នឹងក៏បានសម្លឹងមើលប្រកាន់លីលូដូចគ្នាបន្តមកទៀតចៅយ័ន្តក៏បាននិយាយលើកដៃគោរពទៅកាន់លីលូថាសូមអបអរសាទរសម្រាប់ការកើនឡើងខ្លាយទៅជាអ្នកគ្រប់គ្រងពិភពលោកថ្មីរីឯលីលូវិញក៏បានញញឹមហើយក៏បានគោរពទៅកាន់ចៅយ័ន្តវិញដូចគ្នាមុននឹងងាកភ្នែកចេញហើយសម្លឹងទៅកាន់លំហបន្តហើយសម្លឹងទៅកាន់លំហនឹងពេលវេលាបន្តទៀតរហូតទៅដល់ពិភពលោករាប់ពាន់អស្ចារ្យហើយក៏បានឃើញនៅពន្លឺដ៏អស្ចារ្យចំនួន3ដែលកំពុងតែសម្លឹងមើលមកកាន់លីលូដូចគ្នាហើយ3នាក់ហ្នឹងគ្មានអាណាផ្សេងទេគឺជាសៀវយៀនលៀនតុងហើយនិងមូឈិនយើងនឹងឯងបន្តមកទៀតសៀវយៀនលៀនតុងហើយនិងមូឈិនហ្នឹងក៏បានអរគុណទៅកាន់លីលូដូចគ្នាហើយពួកគេទាំង3នាក់ហ្នឹងក៏បាននិយាយព្រមគ្នាដែលនិយាយថាសូមអរគុណទៅដល់អ្នកគ្រប់គ្រងពិភពលោកថ្មីដែលបានជួយកម្ចាត់ឬគល់អំពើអាក្រក់ដែលពួកយើងកំពុងតែស្វែងរកបន្តមកទៀតលីលូក៏បានគ្រប់ទៅកាន់ពួកគេទាំង3នាក់ដូចគ្នាហើយនៅកន្លែងហ្នឹងគឺថាពួកគេទាំង5នាក់ហ្នឹងគឺមិនបានជួបគ្នាដោយផ្ទាល់នោះទេគឺគ្រាន់តែមើលឃើញគ្នាទៅវិញទៅមកនៅក្នុងលំហពេលវេលាតែប៉ុណ្ណោះពីព្រោះអីពួកគេទាំង3នាក់ហ្នឹងគឺមានសត្រូវតែមួយគឺជាព្រះពិសិដ្ឋនឹងឯងដែលជាអ្នករៀបចំគម្រោងការដ៏ធំបំផុតនៅក្នុងពិភពលោករបស់ពួកគេទាំង4នាក់ទាំង5នាក់ហ្នឹងតែម្ដងប៉ុន្តែមិនមែនមានន័យថាតួអង្គចៅយ័ន្តលីលូលីនតុងសៀវយៀនមូឈិនហ្នឹងមិនបានជួបគ្នាដោយផ្ទាល់នោះទេដោយនៅចុងបញ្ចប់នៃសាច់រឿង Absolute Dissonance ហ្នឹងនៅពេលដែលប៉ៃម៉ងម៉ងកំពុងធ្វើការពិសោធន៍អ្វីម្យ៉ាងហ្នឹងក៏ស្រាប់តែប៉ៃម៉ងម៉ងហ្នឹងបានឃើញនៅធម៌ពលដ៏អាក្រក់របស់ព្រះពិសិដ្ឋលេចឡើងមកម្ដងទៀតដូច្នេះហើយប៉ៃម៉ងម៉ងក៏បានយករឿងមួយហ្នឹងទៅប្រាប់លីលូភ្លាមៗតែម្ដងដូច្នេះហើយលីលូក៏បានធ្វើដំណើរចាក់ចេញពីពិភពលោកទ្វីបដ៏ទេវភាពរបស់គាត់ហ្នឹងធ្វើដំណើរទៅកាន់សម្ព័ន្ធចក្រវាឡភាគខាងត្បូងតែម្ដងដើម្បីស្វែងរកឫសគល់អំពើអាក្រក់ទាំងអស់ហ្នឹងហើយនៅក្នុងសាច់រឿងទី6ដែលអ្នកនិពន្ធធានឋានទូឌូគាត់ទើបតែសរសេរបានប្រហែល5ទៅ6 chapter ដែលគាត់បានបង្ហាញហ្នឹងគឺសៀវយិនលីនតុងមូឈិនហ្នឹងក៏បានចាក់ចេញពីពិភពលោករាប់ពាន់អស្ចារ្យដូចគ្នាដើម្បីទៅកាន់សម្ព័ន្ធចក្រវាឡភាគខាងត្បូងហ្នឹងរីឯចៅយ័ន្តវិញក៏បានចាក់ចេញពីពិភពធានយ័ន្តរបស់គាត់ដូចគ្នាដើម្បីធ្វើដំណើរទៅកាន់សម្ព័ន្ធចក្រវាឡភាគខាងត្បូងដូចគ្នាដូច្នេះហើយនៅកន្លែងហ្នឹងនៅពេលដែលអារ៉េផ្ទេរលំហបានដំណើរការហើយសៀវយិនលីនតុងមូឈិនចៅយ័ន្តលីលូហ្នឹងក៏បានជួបគ្នានៅកន្លែងហ្នឹងដូចគ្នានៅពេលតែមួយហើយពួកគេទាំង5នាក់ហ្នឹងក៏បានណែនាំឈ្មោះរបស់ពួកគេរៀងៗខ្លួនប្រាប់គ្នាទៅវិញទៅមកដូចគ្នាហើយគោលដៅរបស់ពួកគេទាំង5នាក់មកកាន់សម្ព័ន្ធចក្រវាឡហ្នឹងគឺដើម្បីស្វែងរកអាចកំបាំងនៃការកើតឡើងសត្រូវដែលឈ្លានពានទៅលើពិភពលោករបស់ពួកគេរៀងៗខ្លួនហ្នឹងហើយមួយទៀតហ្នឹងគឺដើម្បីរកពិភពលោកផ្សេងទៀតដូចគ្នានៅពេលដែលពួកគេទាំង5នាក់ហ្នឹងមកកាន់សម្ព័ន្ធចក្រវាឡភាគខាងត្បូងហើយសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងឯងចំពោះសាច់រឿងរបស់អ្នកនិពន្ធធានឋានទូឌូដែលជាសាច់រឿងទី6ដែលគាត់ទើបសរសេរហ្នឹងគឺគាត់ទើបសរសេរបានប្រហែល5ទៅ6 chapter នោះទេមិនដឹងថាពេលណាគាត់សរសេរចប់នោះទេហើយសាច់រឿងទី6របស់អ្នកនិពន្ធធានឋានទូឌូហ្នឹងគឺវាអាចជាសាច់រឿងចុងក្រោយដូចគ្នាដែលតួអង្គទាំង5នាក់ហ្នឹងរួមដៃគ្នាដើម្បីប្រយុទ្ធជាមួយសត្រូវធំណាមួយហើយដូច្នេះហើយសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងឯងប៉ុន្តែខ្ញុំភ្លេចប្រាប់មួយទៀតគឺថាព្រះពិសិដ្ឋនឹងឯងគឺជាអ្នកដែលបានរៀបចំគម្រោងការទាំងអស់នៅក្នុងរឿងហ្នឹងប៉ុន្តែគម្រោងការធំបំផុតរបស់គាត់ហ្នឹងគឺស្ថិតនៅក្នុងរឿង Dragon Prince Yuan
ឬក៏រឿងព្រះអង្គម្ចាស់នេះនឹងដែលយើងហៅថារឿងស្ដេចនិពិសិដ្ឋហ្នឹងឯងហើយគម្រោងការទាំងអស់របស់ព្រះពិសិដ្ឋហ្នឹងគឺបានរៀបចំឡើងហ្នឹងក្រោយពេលដែលនាគបុព្វបុរសហ្នឹងបានបូជាខ្លួនឯងហ្នឹងគឺដើម្បីបង្កើតពិភពធានយ័ន្តហ្នឹងឡើងមកដូច្នេះហើយព្រះពិសិដ្ឋគឺបានរៀបចំគម្រោងការចាប់តាំងពីពេលហ្នឹងមកសម្បីតែនៅពេលដែលជ័យយ័ន្តបានជួបជាមួយនឹងយ៉ាវយ៉ាវនៅក្នុងទឹកដីបុព្វបុរសនេះហ្នឹងក៏ជាគម្រោងការរបស់ព្រះពិសិដ្ឋដូចគ្នាដោយព្រះពិសិដ្ឋឲ្យដោយគម្រោងការពេលហ្នឹងគឺថាព្រះពិសិដ្ឋហ្នឹងចង់ឲ្យយ៉ាវយ៉ាវហ្នឹងមានចិត្តស្រឡាញ់ទៅលើជ័យយ័ន្តដូច្នេះហើយនៅពេលដែលយ៉ាវយ៉ាវមានចិត្តស្រឡាញ់ទៅលើជ័យយ័ន្តហើយនៅក្នុងពេលហ្នឹងដែរក៏ជាឱកាសនៅក្នុងការឲ្យព្រះពិសិដ្ឋហ្នឹងបំផ្លាញឆន្ទៈដល់ទេវភាពរបស់យ៉ាវយ៉ាវដូចគ្នាដើម្បីស្រូបយកឆន្ទៈដល់ទេវភាពរបស់យ៉ាវយ៉ាវប៉ុន្តែជាក់ស្ដែងទៅគម្រោងការរបស់ព្រះពិសិដ្ឋហ្នឹងក៏ខ្វះមួយចំណុចដែរនៅពេលដែលយ៉ាវយ៉ាវបានស្រឡាញ់គ្នាជាមួយនឹងជ័យយ័ន្តហើយនៅចុងបញ្ចប់ហ្នឹងយ៉ាវយ៉ាវក៏បានបូជាខ្លួនឯងហ្នឹងដើម្បីផ្ដល់ឆ្អឹងដល់ទេវភាពរបស់នាងទៅដល់ជ័យយ័ន្តដូចគ្នាដើម្បីឲ្យជ័យយ័ន្តហ្នឹងក្លាយទៅជាព្រះចំណាត់ថ្នាក់ទី1ហើយបានមកសម្លាប់សៀនគាត់ហើយសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងឯងតាក់ទងទៅនឹងសត្រូវដ៏ធំបំផុតដែលបានរៀបចំគម្រោងការដ៏អស្ចារ្យបំផុតនៅក្នុងរឿងទាំង5ហ្នឹងមានជារឿង Dragon Prince John រឿង The Great Ruler រឿង Absolute Dissonance រឿង Master Universe ហើយនិងរឿង Battle Through the Heaven ហ្នឹងឯងហើយសាច់រឿងរបស់យើងមានតែប៉ុណ្្នឹងឯងអរគុណច្រើនជួបគ្នាឱកាសក្រោយបាយបាយ